លោកត្រាំបញ្ជាឲ្យបង្កើនការវាយប្រហារលើអ៊ីរ៉ង់ដើម្បីសងសឹកចំពោះការស្លាប់របស់កងទ័ពអាមេរិកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានព្រមានអ៊ីរ៉ង់នៅថ្ងៃច័ន្ទទី20 ខែកក្កដាថាខ្លួននឹងសងសឹកទ្វេដងចំពោះការសម្លាប់កងទ័ពរបស់ខ្លួនខណៈដែលយោធាអាមេរិកបានធ្វើការវាយប្រហារថ្មីប្រឆាំងនឹងគោលដៅអ៊ីរ៉ង់និងកងជីវពលសម្ព័ន្ធមិត្តនៅទូទាំងតំបន់ការព្រមានរបស់លោកត្រាំបានកើតឡើងបន្ទាប់ពីការស្លាប់ចុងក្រោយបំផុតរបស់កងទ័ពអាមេរិករួមទាំងសមាជិកយោធាម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ក្នុងអំឡុងពេលនៃការបំផ្ទុះយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែលត្រូវបានបាញ់ទម្លាក់ដែលនាំឲ្យចំនួនអ្នកស្លាប់ដែលបានបញ្ជារបស់សហរដ្ឋអាមេរិកនៅក្នុងចំនួននេះកើនឡើងដល់យ៉ាងហោចណាស់17នាក់នៅក្នុងការបង្ហោះនៅលើទ្រូសសតលោកត្រាំបានបញ្ជាឲ្យសងសឹកយ៉ាងខ្លាំងចំពោះការស្លាប់របស់កងទ័ពអាមេរិកម្នាក់ៗដែលបទបញ្ជានេះត្រូវបានបញ្ជូនទៅកាន់រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth ប្រធានអគ្គសេនាធិការចម្រុះលោក Daniel Kane និងមេដឹកនាំគ្រប់រូបនៅក្នុងយោធាដោយបង្ហាញថារលកនៃការវាយប្រហារបច្ចុប្បន្នអាចកាន់តែខ្លាំងឡើងបញ្ជាការកណ្ដាលសហរដ្ឋអាមេរិកបាននិយាយថាការវាយប្រហារចុងក្រោយបំផុតមានគោលបំណងធ្វើឲ្យសមត្ថភាពរបស់អ៊ីរ៉ង់ចុះខ្សោយក្នុងការវាយប្រហារកងកម្លាំងអាមេរិកនិងការដឹកជញ្ជូនពាណិជ្ជកម្មខណៈពេលដែលអ៊ីរ៉ង់និងសម្ព័ន្ធមិត្តរបស់ខ្លួនសន្យាសងសឹកបន្ថែមទៀតដែលធ្វើឲ្យកាន់តែមានការភ័យខ្លាចអំពីការប្រឈមមុខដាក់គ្នាដ៏យូរអង្វែងនៅទូទាំងតំបន់ទាញយកថ្នត់អែបឥឡូវនេះដើម្បីទទួលបានព័ត៌មានថ្មីៗ